ទីបំផុតវាងននខ្មៅនៅពីក្រោយសោកនាដកម្មធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសយានចរម៉ាឡេស៊ី MH17 កើតពីឆ្នាំ2014ត្រូវលាតត្រដាងហើយក្រុមប្រឹក្សាអាកាសយានចរនៃអង្គការសហប្រជាជាតិអះអាងថារុស្ស៊ីជាអ្នកបាញ់ទម្លាក់យន្តហោះម៉ាឡេស៊ីកាលឆ្នាំ2014ផ្តាច់ជីវិតមនុស្សប្រមាណ300នាក់ហើយលោកអ្នកនាងប្រកាសថាការស្លាប់300នាក់នោះគឺគ្មានសល់សូម្បីតែម្នាក់ស្រាប់តែពេលនេះក្រុមប្រឹក្សាទេសចរនៃអាកាសចរអង្គការសហប្រជាជាតិបានចេញមុខអះអាងកាលពីថ្ងៃច័ន្ទទី12ខែឧសភាគួរឲ្យភ្ញាក់ផ្អើលថារុស្ស៊ីគឺជាអ្នកទទួលខុសត្រូវចំពោះការបាញ់ទម្លាក់យន្តហោះម៉ាឡេស៊ីខាងលើដែលបានហោះឆ្លងកាត់ដែនអាកាសនៃប្រទេសអ៊ុយក្រែនថ្ងៃទី17ខែកក្កដាឆ្នាំ2014ខណៈដែលកំពុងមានការរងវាយប្រហារប្រយុទ្ធគ្នាជាមួយនឹងក្រុមផ្ដាច់ខ្លួនដែលគ្រប់គ្រងដោយរុស្ស៊ីនិងកងកម្លាំងអ៊ុយក្រែននេះបើតាមការចុះផ្សាយពីសារព័ត៌មាននីហៃអាស៊ីនៅថ្ងៃអង្គារទី13ខែឧសភាសូមបញ្ជាក់ក្នុងចំណោមការបាត់បង់ជីវិតទាំង298នាក់រួមមានទាំងពលរដ្ឋហូឡង់196នាក់និងពលរដ្ឋអូស្ត្រាលី38នាក់ផងដែរនេះយ៉ាងណាពេលនេះមិនមានការឆ្លើយតបពីភាគីរុស្ស៊ីនៅឡើយទេអញ្ចឹងយើងរងចាំការឆ្លើយតបពីរុស្ស៊ីទាំងអស់គ្នាបាទកាលណានេះដែរគេរកឃើញហើយបាទបាត់ជិត10ឆ្នាំជាងបាទតាំងពី2014ដល់បច្ចុប្បន្ននេះទៅរកឃើញវិញបាទរកឃើញហ្នឹងគឺប្រទេសរុស្ស៊ីជាអ្នកបាញ់ទម្លាក់រុស្ស៊ីហ្នឹងគឺដោយសារនៅឆ្នាំ2014ហ្នឹងមានក្រុមផ្ដាច់ខ្លួនពីអ៊ុយក្រែនប្រឆាំងនឹងអ៊ុយក្រែនពេលដែលឃើញយន្តហោះនឹងហោះគឺបាច់ទម្លាក់ហ្មងបាទមនុស្សនៅក្នុងនោះស្លាប់ជិត300នាក់តែពេលនេះគេស្រាវជ្រាវទៅឃើញហើយគេថារុស្ស៊ីបាទជំរឿយើងតាមដានទៀតថាតើវាទៅជាយ៉ាងណាបាទធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់បាទចឹងយើងរងចាំទាំងអស់គ្នាបាទ admin អាប់ដេតព័ត៌មានថ្មីជូនបន្ថែមទៀតហើយក៏សូមអរគុណដល់អ្នកគ្រប់គ្រងទាំងអស់គ្នាហើយកុំភ្លេចជួយ subscribe admin ម្នាក់មួយផងបាទដើម្បីឲ្យ admin មានកម្លាំងចិត្តធ្វើវីដេអូបន្តទៀតបាទបងប្អូនហើយរុស្ស៊ីប្រមាណរយៈនេះគឺសង្គ្រាមជាមួយអ៊ុយក្រែនស្លាប់ទ័ពរាប់ម៉ឺននាក់ចំណែកអ៊ុយក្រែនក៏ស្លាប់បាត់បង់ដែរតែអ៊ុយក្រែនមានសិទ្ធិការពារខ្លួនបាទការពារពីការឈ្លានពានរបស់រុស្ស៊ីចង់សង្ឃឹមថាសង្គ្រាមនឹងបញ្ចប់ដំណោះស្រាយធ្លាក់យន្តហោះនេះនឹងមានការដោះស្រាយពីប្រទេសរុស្ស៊ីសម្រាប់សំណងជូនដល់គ្រួសារនៃសពទាំងអស់គឺជារឿងសោកនាដកម្មដ៏រន្ធត់មួយសម្រាប់មនុស្សជាតិរបស់យើងបាទសូមអរគុណសូមជម្រាបលា